Breaking រដ្ឋបាល Donald Trump បញ្ចេញបញ្ជីឈ្មោះប្រទេសដែលផ្អាកយកពន្ធរយៈពេល90ថ្ងៃលើកលែងតែប្រទេសចិន Washington ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធទី9ខែមេសាបានប្រកាសពីការផ្អាកការអនុវត្តការយកពន្ធគេលើបណ្ដាប្រទេសភាគច្រើនលើកលែងតែចិនដែលត្រូវបានលោកយកពន្ធបន្ថែមដល់125%ប្រទេសដែលផ្អាកយកពន្ធខ្ពស់រយៈពេល90ថ្ងៃនោះក្នុងនោះក៏មានប្រទេសកម្ពុជាយើងគឺអនុវត្តយកពន្ធទៅមកត្រឹមតែ 10% ប៉ុណ្ណោះរហូតដល់ខែកក្កដាក្រោយប្រកាន់ជំហរតឹងរឹងអស់រយៈពេលជាច្រើនថ្ងៃជុំវិញផែនការយកពន្ធគុយលោកត្រាំបានប្រកាសថាប្រទេសទាំងឡាយណាដែលមិនបានចាត់វិធានការយកពន្ធសង្សឹកប្រឆាំងនឹងការយកពន្ធរបស់សហរដ្ឋអាមេរិកនឹងទទួលបានលើកលែងដោយបណ្ដាប្រទេសដែលត្រូវបានលោកប្រកាសយកពន្ធក្នុងកម្រិតខ្ពស់នឹងត្រូវប្រឈមនឹងការអនុវត្តការយកពន្ធទៅមកត្រឹមតែ 10% ប៉ុណ្ណោះរហូតដល់ខែកក្កដានៅក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យសិទ្ធិវិមានលោកស្រី Caroline Leavitt បាននិយាយថាលោកត្រាំបានដំឡើងពន្ធលើចិនដោយសារតែនៅពេលដែលអ្នកហ៊ានដាល់រឹតដៃជាមួយសហរដ្ឋអាមេរិកនោះលោកប្រធានាធិបតីត្រាំនឹងលែងឲ្យចាស់ដៃខាងក្រោមជាបញ្ជីឈ្មោះប្រទេសស្ថិតក្រោមការគំរាមយកពន្ធគុយរបស់លោកត្រាំនិងការធ្វើបច្ចុប្បន្នភាពអត្រាយកពន្ធពីប្រទេសមួយទៅប្រទេសមួយលោកត្រាំគំរាមជាថ្មីថានឹងប្រើកម្លាំងយោធាបើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរWashington ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធទី9ខែមេសាបានគំរាមសារជាថ្មីថានឹងប្រើប្រាស់កម្លាំងយោធាប្រសិនបើអ៊ីរ៉ង់មិនព្រមចុះកិច្ចព្រមព្រៀងបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនទេនោះជាមួយការសង្កត់ធ្ងន់ថាអ៊ីស្រាអែលនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសកម្មភាពយោធាណាមួយនេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោកត្រាំបាននិយាយថាអ៊ីរ៉ង់នឹងមិនត្រូវបានអនុញ្ញាតឲ្យមានអាវុធនុយក្លេអ៊ែរជាដាច់ខាតហើយប្រសិនបើតេហេរ៉ង់ហ៊ានប្រកែកមិនបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរទេនោះសកម្មភាពយោធានឹងត្រូវធ្វើឡើងខ្ញុំមិនបានសុំអ្វីច្រើនទេប៉ុន្តែពួកគេអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរនោះទេនេះជាការគូសបញ្ជាក់របស់លោកត្រាំប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយចំនួននៅឯការិយាល័យពងក្រពើនៃសេដ្ឋវិមានលោកត្រាំបន្តទៀតថាប្រសិនបើវាតម្រូវឲ្យធ្វើសកម្មភាពយោធាយើងនឹងធ្វើសកម្មភាពយោធាហើយជាការពិតណាស់អ៊ីស្រាអែលនឹងដើរតួនាទីយ៉ាងសំខាន់ប៉ុន្តែលោកត្រាំមិនបញ្ជាក់ថាតើនៅពេលណាទើបសកម្មភាពត្រូវធ្វើឡើងនោះទេគួរបញ្ជាក់ថាលោកត្រាំកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះភ្ជាប់ជាមួយថាវានឹងក្លាយជាថ្ងៃដ៏អាក្រក់របស់អ៊ីរ៉ង់ប្រសិនបើកិច្ចចរចានេះទទួលបរាជ័យតើខាងអ៊ីរ៉ង់បញ្ជាក់ថាកិច្ចចរចានេះនឹងត្រូវធ្វើឡើងដោយប្រយោលនៅក្នុងប្រទេសអូម៉ង់មេដឹកនាំបកប្រឆាំងកូរ៉េខាងត្បូងប្រកាសឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសេអ៊ូលមេដឹកនាំគណបកប្រឆាំងកូរ៉េខាងត្បូងលោកលីជេមៀងនៅថ្ងៃប្រហ័សទី10ខែមេសាបានប្រកាសជាផ្លូវការពីការឈរឈ្មោះជាបេក្ខជនប្រធានាធិបតីជាមួយការសន្យាថានឹងផ្ដោតលើការដោះស្រាយវិសម្ភារនិងជំរុញកំណើនសេដ្ឋកិច្ចនេះបើតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី3ខែមិថុនាបន្ទាប់ពីអតីតប្រធានាធិបតីលោកយុនសុកយ៉េលត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពីតំណែងកាលពីថ្ងៃទី4ខែមេសាជុំវិញការប្រកាសប្រើច្បាប់អាជ្ញាសិទ្ធិកាលពីដើមខែធ្នូឆ្នាំ2024នៅក្នុងវីដេអូមួយចេញផ្សាយនៅថ្ងៃប្រហ័សនេះលោកលីបានសន្យាថាលោកនឹងដោះស្រាយបញ្ហាវិសម្ភារសេដ្ឋកិច្ចដែលលោកចាត់ទុកថាជាប្រភពដ៏សំខាន់នៃចំនួននៅក្នុងសង្គមកូរ៉េលោកបន្ថែមថានឹងជំរុញឲ្យមានការវិនិយោគទ្រង់ទ្រីធំនៅកម្រិតរដ្ឋាភិបាលក្នុងវិស័យបច្ចេកវិទ្យានិងការអភិវឌ្ឍជំនាញដើម្បីជំរុញកំណើនសេដ្ឋកិច្ចគួរបញ្ជាក់ថាមេដឹកនាំគណបកប្រជាធិបតេយ្យដែលជាបកប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូងលោកលីជេមៀងកាលពីថ្ងៃពុធទី9ខែមេសាបានប្រកាសលាលែងចេញពីតំណែងជាប្រធានបកប្រឆាំងមួយនេះដើម្បីត្រៀមខ្លួនធ្វើយុទ្ធនាការឃោសនាបោះឆ្នោតតាមការស្ទង់មិត្តរបស់ស្ថាប័នក៏លបចេញផ្សាយកាលពីថ្ងៃទី4ខែមេសាលោកលីគឺជាបេក្ខជនមានសក្តានុពលជាងគេដែលនឹងការលយជាប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងដោយទទួលបានអត្រាគមនាត្រ 34% ខណៈបេក្ខជននាំមុខគេនៅក្នុងជួរគណបកកាន់អំណាចសប្តាហ៍ថ្ងៃរបស់លោកយុនគឺអតីតរដ្ឋមន្ត្រីក្រសួងការងារលោកខេមមុនស៊ូទទួលបានអត្រាគមនាត្រ 9%លោកត្រាំថាកិច្ចព្រមព្រៀងពន្ធគុយនឹងត្រូវបានធ្វើឡើងជាមួយប្រទេសទាំងអស់រួមមានទាំងចិន Washingtonប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃពុធទី9ខែមេសាបានព្យាករណ៍ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានានឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់ក្នុងនោះរួមមានទាំងចិនប៉ុន្តែលោកមិនគិតនោះទេថាប៉េកាំងបានត្រៀមខ្លួនរួចរាល់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន F
ថ្លែងចេញពីសេតវិមានលោកត្រាំបានគូបញ្ជាក់ថាកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយចិនកិច្ចព្រមព្រៀងមួយនឹងត្រូវបានធ្វើឡើងជាមួយបណ្ដាប្រទេសទាំងអស់តែទោះជាបែបនេះក្តីមេដឹកនាំចិនមិនទាន់ដឹងថានឹងត្រូវដោះស្រាយវាដោយរបៀបណានោះទេគួរបញ្ជាក់ថាលោកប្រធានាធិបតីដូណាល់ត្រាំបានប្រកាសផ្អាកការអនុវត្តការយកពន្ធដែលបានចូលជាធំមានកាលពីថ្ងៃពុធរយៈពេល90ថ្ងៃលើបណ្ដាប្រទេសជាច្រើនលើកលែងតែចិនដែលលោកបានបង្កើនការយកពន្ធដល់ទៅ 125%Breaking ប្រធានាធិបតីដូណាល់ត្រាំប្រកាសផ្អាកការអនុវត្តពន្ធគុយថ្មីរយៈពេល90ថ្ងៃលើប្រទេសជាច្រើនលើកលែងតែប្រទេសចិនដំឡើងដល់ 125%ប្រធានាធិបតីដូណាល់ត្រាំប្រកាសផ្អាកការអនុវត្តពន្ធគុយថ្មីរយៈពេល90ថ្ងៃលើប្រទេសជាច្រើនលើកលែងតែប្រទេសចិនដំឡើងដល់ 125% នេះបើយោងតាមសារព័ត៌មានធំ Sen និង Virus ចេញផ្សាយមុននេះបន្តិចនាយប់ឈានចូលថ្ងៃទី10ខែមេសាឆ្នាំ2025តាមរបាយការណ៍ប្រទេសដែលផ្អាកការអនុវត្តពន្ធនេះមានរហូតដល់75ប្រទេសប៉ុន្តែរដ្ឋបាលដូណាល់ត្រាំមិនទាន់បានបញ្ចេញបញ្ជីឈ្មោះប្រទេសនៅឡើយវិភាគអន្តរជាតិគ្របបែកកំណត់ពេលវេលាលើអ៊ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរចាប់លោត TikTok Washington ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយកាលពីថ្ងៃច័ន្ទទី7ខែមេសាថាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់គ្រោងនឹងចាប់ផ្ដើមកិច្ចចរចាដោយផ្ទាល់ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់តេហេរ៉ង់អ៊ីរ៉ង់ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីនេះបានច្រានចោលការគំរាមរបស់លោកត្រាំដែលថាអ៊ីរ៉ង់មានជម្រើសពីរដើម្បីជ្រើសរើសនោះគឺថាតើអ៊ីរ៉ង់ចង់ធ្លាក់ការទម្លាក់គ្រាប់បែកឬអង្គុយចរចាជាមួយសហរដ្ឋអាមេរិកជាថ្មីម្ដងទៀតថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមានអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊េនចាមីនណេដានយ៉ាហ៊ូកាលពីថ្ងៃច័ន្ទលោកត្រាំបានព្រមានថាអ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរដាច់ខាតហើយប្រសិនបើកិច្ចចរចាបរាជ័យនោះវានឹងក្លាយជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់អ៊ីរ៉ង់តាមលោកត្រាំកិច្ចចរចាជាមួយអ៊ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្ទាល់យើងនឹងមានកិច្ចពិភាក្សាដោយផ្ទាល់ជាមួយអ៊ីរ៉ង់កិច្ចពិភាក្សានោះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះទី12ខែមេសាយើងនឹងមានជំនួបដ៏ធំមួយហើយយើងនឹងបានឃើញថានឹងមានអ្វីកើតឡើងនេះជាការគូបញ្ជាក់របស់លោកត្រាំដោយបន្ថែមថាកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ជាកិច្ចប្រជុំកម្រិតខ្ពស់បំផុតមួយតែលោកមិនបានបង្ហើបថាកិច្ចពិភាក្សានេះនឹងប្រព្រឹត្តទៅនៅទីណានោះទេដោយគ្រាន់តែនិយាយថាវាមានលទ្ធភាពដែលអាចនឹងឈានដល់កិច្ចព្រមព្រៀងមួយក៏ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាលោកអេបេសរ៉ាឈីបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថាកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកជាកិច្ចចរចាដោយប្រយោលកម្រិតខ្ពស់ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអូម៉ង់ជាប្រទេសមួយក្នុងតំបន់មជ្ឈិមបូព៌ាដែលរក្សាទំនាក់ទំនងល្អទាំងជាមួយសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ថាតើកិច្ចចរចាវាងអាមេរិកនិងអ៊ីរ៉ង់នឹងត្រូវធ្វើឡើងដោយផ្ទាល់ឬដោយប្រយោលវាមិនសំខាន់នោះទេអ្វីដែលសំខាន់គឺដូចដែលលោកអារ៉ាឈីបានលើកឡើងថាកិច្ចប្រឹងប្រែងការទូតនៅពេលនេះជាឱកាសមួយដ៏ល្អបំផុតពីព្រោះវាជាការធ្វើតេស្តលើឆន្ទៈរបស់ភាគីទាំងសងខាងថាតើមានភាពប្រាកដប្រជាចំពោះកិច្ចចរចាក៏អត់កិច្ចពិភាក្សានៅចុងសប្តាហ៍នេះត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងកម្រិតខ្ពស់ដោយមានការចូលរួមពីប្រមុខការទូតអ៊ីរ៉ង់លោកអារ៉ាឈីនិងបេសកជនពិសេសទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ានិងសង្គ្រាមអ៊ុយក្រែនរបស់លោកត្រាំលោក Steve Witkoff នៅចំពោះមុខភាពតានតឹងជាមួយអ៊ីរ៉ង់រដ្ឋបាលលោកត្រាំបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក2និងនាវាផ្ទុកយន្តហោះចម្បាំងទី2គឺ Escort Vincent ទៅកាន់តំបន់មជ្ឈិមបូព៌ាស្របពេលយោធាអាមេរិកកំពុងដឹកនាំប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុងប្រទេសយេម៉ែនដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់តាមក្រុមអ្នកវិភាគការវាយប្រហារលើក្រុមហ៊ូទីជាសារមួយដែលលោកត្រាំចង់បញ្ជូនទៅឲ្យអ៊ីរ៉ង់ពិតណាស់ចង់បញ្ជិះការដាក់ទណ្ឌកម្មបន្ថែមពីសំណាក់លោកខាងលិចក្នុងពេលដែលកំពុងជាប់ទណ្ឌកម្មរបស់អាមេរិករួចទៅហើយនោះបណ្ដាប្រទេសអឺរ៉ុបបាននិយាយថាពួកគេនឹងដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើមិនមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីទេនោះការគំរាមនេះបានជំរុញឲ្យអ៊ីរ៉ង់ព្រមានបកវិញថាខ្លួននឹងបោះបង់ចោលសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរតាមទិន្នន័យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិអ៊ីរ៉ង់សប្តាហ៍ថ្ងៃបានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមជិតដល់កម្រិតគ្រប់គ្រាន់អាចផលិតគ្រាប់បែកនុយក្លេអ៊ែរហើយអាចផលិតបានគ្រាប់បែកនុយក្លេអ៊ែរយ៉ាងហោច5គ្រាប់រឿងដែលគេព្រួយបារម្ភត្រង់នេះឯងពោលគឺលទ្ធភាពខ្ពស់ណាមួយដែលអ៊ីរ៉ង់អាចនឹងផលិតអាវុធនុយក្លេអ៊ែរនិងជំរុញឲ្យអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកប្រើប្រាស់ជម្រើសយោធាដើម្បីរ៉ារ៉ាំងកុំឲ្យតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរវាមិនអាចទៅរួចទេដែលអ៊ីស្រាអែលនឹងសប្បាយចិត្តដែលកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់រីកចម្រើនទៅមុខដោយមិនមានការត្រួតពិនិត្យល្អិតល្អន់ពីយន់នេះជាការយល់ឃើញរបស់លោក Alives ជានាយកកម្មវិធីអ៊ីរ៉ង់មកពីអង្គការ International Crisis Group ម្យ៉ាងវិញទៀតយុទ្ធនាការទម្លាក់គ្រាប់បែកណាមួយអាចនឹងជំរុញឲ្យអ៊ីរ៉ង់វាយបកវិញលើគោលដៅអាមេរិកនិងអ៊ីស្រាអែល
ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរបស់បណ្ដាប្រទេសអារ៉ាប់ដូចជារោងចក្រប្រេងរបស់អារ៉ាប៊ីសាអូឌីតដែលគ្មានប្រទេសអារ៉ាប់ណាមួយក្នុងតំបន់ចង់ឃើញស្ថានភាពបែបនេះកើតឡើងនោះទេវាក៏អាចនឹងជំរុញឲ្យអ៊ីរ៉ង់សម្រេចចិត្តផលិតអាវុធនុយក្លេអ៊ែរឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានផងដែរលោកស្រី Sanam Vekal ជានាយកកម្មវិធីមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនៃវិទ្យាស្ថាន Chatham House បាននិយាយថាដោយសារការមិនទុកចិត្តគ្នាទៅវិញទៅមកជាពិសេសដោយសារតែលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអំឡុងអាណត្តិទី1របស់លោកដូច្នេះលើកនេះអ៊ីរ៉ង់មុខជាត្រូវការធានាសន្តិសុខនិងសេដ្ឋកិច្ចជាអចិន្ត្រៃយ៍សម្រាប់អនាគតនៃរបបរបស់ខ្លួនជាថ្នូរទៅនឹងការចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយរដ្ឋបាលលោកត្រាំក្នុងអាណត្តិទី2លោកនេតាន់យ៉ាហ៊ូកាលពីថ្ងៃច័ន្ទបាននិយាយក្នុងជំនួបជាមួយលោកត្រាំនៅឯការិយាល័យពុង្ករពើនៃសេតវិមានថាលោកចង់បានកិច្ចព្រមព្រៀងមួយដូចដែលអាមេរិកបានចុះហត្ថលេខាជាមួយលីប៊ីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះចង់សម្ដៅលើកិច្ចព្រមព្រៀងកាលពីឆ្នាំ2003នៅពេលដែលអតីតមេដឹកនាំលីប៊ីលោកម៉ូម៉ាអល់ខាដាវីយល់ព្រមព្រៀងរំសាយចោលទាំងអស់នៅកម្មវិធីអាវុធប្រឡាយលោកក្នុងនោះរួមមានទាំងកម្មវិធីអាវុធនុយក្លេអ៊ែរផងដែរប៉ុន្តែក្នុងករណីលោកត្រាំពិតជាចង់រំសាយចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយយកគំរូតាមលីប៊ីបន្ថែមពីការបិទបញ្ចប់កម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ព្រមទាំងទំនាក់ទំនងរបស់តេហេរ៉ង់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ានោះកិច្ចចរចាតាមការទូតប្រៀបបានដូចជាអ្នកជំងឺស្លាប់មុនបញ្ជូនទៅដល់មន្ទីរពេទ្យនេះជាការលើកឡើងរបស់លោក Trita Palse ជាអ្នកវិភាគស្ដីពីអ៊ីរ៉ង់ម្នាក់មកពីវិទ្យាស្ថាន Quincy លោកបន្តថាផ្ទុយទៅវិញបើយុទ្ធសាស្ត្ររបស់លោកត្រាំគឺផ្ដោតលើកិច្ចព្រមព្រៀងមួយដែលរារាំងកុំឲ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរជាបន្ទាត់ក្រហមតែមួយគត់របស់លោកនោះវាមានហេតុផលត្រូវគិតសុទ្ធនិយមចំពោះកិច្ចចរចាសម្រាប់លោក Vance វិញលោកផ្ទាល់យល់ថាអ៊ីរ៉ង់នៅតែមានការសង្ស័យអំពីការចុះកិច្ចព្រមព្រៀងជាមួយលោកត្រាំលោកបន្ថែមថាខ្ញុំមើលឃើញសញ្ញាថាពួកគេអ៊ីរ៉ង់ដូចជាកំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមសញ្ញាទាំងនោះរួមមានការបង្កើនសាមគ្គីភាពក្នុងស្រុកការសន្យាមិនអនុវត្តច្បាប់តឹងរ៉ឹងពាក់ព័ន្ធនឹងការស្លៀកពាក់របស់ស្ត្រីអ៊ីរ៉ង់ការដោះលែងអ្នកទោសនយោបាយមួយចំនួននិងការព្រមានអំពីបាតុកម្មវ៉ាគួរបញ្ជាក់ថាបន្ទាប់ពីអ៊ីស្រាអែលកំទេចសមត្ថភាពសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់នៅមជ្ឈិមបូព៌ាដូចជាហេសបូឡានៅលីបង់និងហាម៉ាស់នៅកាសាគូផ្សំនឹងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានគេមើលឃើញថាហាក់ងាយរងគ្រោះទៅនឹងការវាយប្រហារប៉ុន្តែលោក Vance បានព្រមានថាគុំរំពឹងទុកខ្ពស់ពេកជាការពិតណាស់អ៊ីរ៉ង់មានពិតជាទុនខ្សោយតែមិនមែនទាំងស្រុងទេសម្រាប់មេដឹកនាំកម្ពុជាអ៊ីរ៉ង់អេថូឡាអលីខេម៉ានីលោកមិនអាចទទួលយកបានឡើយនៅភាពអាម៉ាស់និងការសុំចុះចាញ់ដែលអាចធ្វើឲ្យរបបរបស់លោកមានគ្រោះថ្នាក់ក្នុងន័យនេះអ្វីដែលលោកខេម៉ានីខ្លាចបំផុតគឺមិនមែនផលវិបាកបង្កឡើងទុនកម្មរបស់សហរដ្ឋអាមេរិកនោះទេតែគឺលោកខ្លាចផលវិបាកដែលបង្កឡើងដោយការអន់ក្បាលសុំចុះចាញ់សត្រូវ